ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមករៀបរាប់អត្ថប្រយោជន៍ស្លឹកមនស្លឹកមនមិនត្រឹមតែជាចំណីរបស់ដង្កូវនាងប៉ុណ្ណោះទេប៉ុន្តែវាក៏ជាឱសថបុរាណដ៏មានប្រជាប្រិយភាពនិងមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពរាងកាយផងដែរខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់នៃស្លឹកមន 1. ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមនេះជាអត្ថប្រយោជន៍ដ៏លេចធ្លោបំផុតរបស់ស្លឹកមនវាមានផ្ទុកសារធាតុម្យ៉ាងហៅថា DNJ ដែលជួយទប់ស្កាត់ការបំបែកជាតិស្ករនៅក្នុងពោះវៀនធ្វើឲ្យជាតិស្ករស្រូបចូលទៅក្នុងឈាមយឺតជាងមុនវាល្អខ្លាំងណាស់សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី2 បញ្ចុះខូលេស្តេរ៉ុលនិងជំនួយបេះដូងការទទួលទានទឹកស្លឹកមនអាចជួយកាត់បន្ថយកម្រិតខូលេស្តេរ៉ុលអាក្រក់និងទ្រីគ្លីសេរីដព្រមទាំងជួយបង្កើនខូលេស្តេរ៉ុលល្អវាជួយការពារការកកស្ទះសរសៃឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង 3. មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ស្លឹកមនសម្បូរទៅដោយសារធាតុដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីការពារកោសិកាមិនឲ្យខូចខាតកាត់បន្ថយការរលាកក្នុងរាងកាយនិងជួយពន្យាភាពចាស់ 4. ជួយសម្រក់ទម្ងន់ដោយសារតែវាមានសមត្ថភាពក្នុងការទប់ស្កាត់ការស្រូបយកជាតិស្ករនិងកាបូស៊ីត្រាទឹកស្លឹកមនត្រូវបានគេយកមកញ៉ាំដើម្បីជំនួយដល់ការសម្រក់ទម្ងន់និងកាត់បន្ថយការប្រមូលផ្ដុំជាតិខ្លាញ់ក្នុងរាងកាយ 5. ជំនួយដល់សុខភាពស្បែកសារធាតុប្រឆាំងការរលាកនិងប្រឆាំងអុកស៊ីតកម្មនៅក្នុងស្លឹកមនអាចជួយកាត់បន្ថយឆ្នាមអុចខ្មៅមុននិងធ្វើឲ្យស្បែកមានពន្លឺថ្លាចេញពីខាងក្នុងពេលខ្លះគេក៏យកវាទៅធ្វើជាគ្រឿងផ្សំក្នុងផលិតផលថែរក្សាស្បែកផងដែរវិធីប្រើប្រាស់ទូទៅគេច្រើនយកស្លឹកមនទៅលាងជម្រះឲ្យស្អាតរួចហាលឲ្យស្ងួតដើម្បីឆុងធ្វើជាតែស្លឹកមនសម្រាប់ញ៉ាំប្រចាំថ្ងៃការប្រុងប្រយ័ត្នសម្រាប់អ្នកដែលកំពុងប្រើប្រាស់ថ្នាំសម្រួលជាតិស្ករឬថ្នាំទឹកនោមផ្អែមគួរពិភាក្សាជាមួយគ្រូពេទ្យមុននឹងញ៉ាំតែស្លឹកមនជាប្រចាំព្រោះវាអាចធ្វើឲ្យកម្រិតជាតិស្ករធ្លាក់ចុះទាបពេក